នៅចិត្តនិព្វាននៅសម័យបច្ចុប្បន្ននេះយើងទាំងអស់គ្នាជាព្រះសង្ឃដូនជីឬក្រហមដែលជាអ្នកបដិបត្តិមែនតែនសុទ្ធតែជាអ្នកដែលនៅចិត្តនិព្វានដោយស្ថិតនៅក្នុងស្ថានភាពបែបនេះអ្នកគួរតែចងចាំថាយើងកំពុងតែបដិបត្តិតាមរបៀបដូចគ្នាបេះបិទនិងរបៀបដែលបុរសស្ត្រីក្មេងចាស់ក្នុងអតីតកាលបានបដិបត្តិក្នុងកំឡុងពេល25សតវត្សរ៍ចុងក្រោយនេះហើយនៅទីបញ្ចប់យើងក៏នឹងទទួលបានលទ្ធផលដូចពួកគេដែរយើងស្ថិតនៅក្នុងវត្តមាននៃនិព្វានក្នុងន័យថាយើងបានយកការបដិបត្តិដែលជំរុញយើងទៅកាន់និព្វានពេលខ្លះវាពិបាកនឹងដឹងថាតើយើងនៅចិត្តនិព្វានប៉ុណ្ណាគេមិនដឹងទេថាអ្វីដែលគេត្រូវធ្វើគឺគ្រាន់តែបែរមុខបន្តិចដើម្បីឲ្យមានការផ្លាស់ប្ដូរបន្តិចក្នុងរបៀបដែលគេមើលរឿងរ៉ាវផ្សេងបែរមុខបន្តិចដើម្បីបើកចំហខ្លួនចំពោះសច្ចភាពដែលព្រះពុទ្ធបានឃើញសច្ចភាពដែលព្រះសារីបុត្រព្រះមហាមោគលានព្រះមហាកាសបៈព្រះអនុរុទ្ធនិងព្រះអរហន្តដ៏ច្រើនអស្ចារ្យក្នុង25សតវត្សរ៍ចុងក្រោយនេះបានឃើញពីមុនមានឥឡូវក៏មានដែរយើងត្រូវចងចាំរឿងនេះឲ្យបានញឹកញាប់ចងចាំថាពីមុនមានព្រះអរហន្តរាប់ពាន់អង្គដល់ថ្នាក់រាប់ម៉ឺនអង្គហើយក៏នឹងមានព្រះអរហន្តរាប់រយរាប់ពាន់ដល់ថ្នាក់រាប់ម៉ឺនអង្គក្នុងអនាគតកាលផងដែរមានគាថាមួយក្នុងចំណោមគាថាដ៏មានខ្លឹមសារយ៉ាងជ្រាលជ្រៅជាច្រើនគឺណដ្ឋិឈានៈអបញ្ញសៈណដ្ឋិបញ្ញាអជាយណោយមហេឈាននញ្ចៈបញ្ញាចៈសវេនិព្វានៈសន្តិគិគ្មានឈានទេបើគ្មានបញ្ញាគ្មានបញ្ញាទេបើគ្មានឈានអ្នកដែលមានឈាននិងបញ្ញាគេស្ថិតនៅចិត្តនិព្វានមាគ៌ានេះនៅមាននៅឡើយហើយដរាបណាមាគ៌ានៅមានផលក៏មានដែរមានសៀវភៅមួយក្បាលឈ្មោះយោគៈវាចរទីបានីជាឯកសារយ៉ាងចំណាស់ហើយពិបាកយល់ដែលបរិយាយអំពីសមាធិសៀវភៅនេះត្រូវបានរកឃើញនៅប្រទេសស្រីលង្កាកាលពីច្រើនទសវត្សរ៍មកហើយបច្ចេកទេសមួយក្នុងសៀវភៅនេះគឺគ្រាន់តែជាការរលឹកដល់ព្រះអរហន្តទាំងអស់ដែលបានទៅដល់វិមុត្តសុខនៃនិព្វានក្នុងអតីតកាលតែប៉ុណ្ណោះហើយឥឡូវនេះអ្នកកំពុងចាប់ផ្ដើមនៅលើដំណើរដូចគ្នាធ្វើរឿងដូចគ្នាដែលនឹងផ្ដល់ផលដូចគ្នាដែរនេះជាការសន្យារបស់ព្រះពុទ្ធព្រះអង្គត្រាស់សម្ដែងថាធម៌នេះនាំទៅផ្លូវមួយហើយផ្លូវតែមួយគឺទៅនិព្វានបើអ្នកអាចទៅដល់លំហូរបានលំហូរនឹងហូរនាំអ្នកទៅដល់សមុទ្រជាមិនខានការរលឹកបែបនេះជាញឹកញាប់នឹងធ្វើឲ្យមានអារម្មណ៍រំភើបសេចក្តីសុខនិងទំនុកចិត្តកើតឡើងវាផ្ដល់កំណើតឲ្យសទ្ធាក្នុងការបដិបត្តិនៅអ្វីដែលយើងហៅថាពុទ្ធសាសនាពោលគឺព្រះធម៌ត្រឡប់មកវិញសទ្ធានេះគឺផ្ដល់កំណើតនៃធម៌ពលដើម្បីឲ្យយើងមានបំណងប្រាថ្នានឹងថឹងក្នុងការធ្វើរឿងដែលចាំបាច់ផ្សេងដើម្បីបំលែងសទ្ធាបន្តិចបន្តួចពីដំបូងទៅជាការយល់ដឹងដ៏មានស្ថិរភាពអ្នកនៅក្នុងវត្តមាននៃនិព្វានក៏ពេលដែលអ្នកបើកគម្ពីរព្រះត្រៃបិដកដើម្បីអានការបង្រៀនរបស់ព្រះពុទ្ធអ្នកនៅក្នុងវត្តមាននៃនិព្វានព្រោះវាគ្រាន់តែមានក្រណាត់របាំងដ៏ស្ដើងមួយនៅចន្លោះខ្លួនអ្នកនិងធម៌តែប៉ុណ្ណោះពេលព្រះពុទ្ធបង្រៀនធម៌ចំពោះព្រះសង្ឃជាច្រើនអង្គដូចជាព្រះពិហយៈជាដើមការបង្រៀនតែមួយសោះ
ក៏គ្រប់គ្រាន់ដែរសម្រាប់មនុស្សដែលមានបញ្ញាដ៏ពូកែអស្ចារ្យបែបនេះគឺជាបញ្ញាដែលបំពេញចន្លោះរវាងពួកគេនិងនិព្វានពួកគេមិនត្រឹមតែនៅក្នុងវត្តមាននៃនិព្វានប៉ុណ្ណោះទេពួកគេបានឈានមួយជំហានទៅមុខចូលក្នុងនិព្វានចូលទៅដល់ការដឹងយ៉ាងពេញលេញពីនិព្វានព្រះពាហយៈនិងអ្នកផ្សេងទៀតចំនួននេះប្រហែលជាមិនដែលស្រមៃទេថាពួកគេពិតជានៅចិត្តបរមសុខដ៏អស្ចារ្យប៉ុន្តែពួកគេនៅតែបានក្លាយជាសាវកដ៏អស្ចារ្យរបស់ព្រះពុទ្ធមែនហើយពេលមនុស្សមើលតាមកញ្ចក់នៃមោហៈជាញឹកញាប់ពួកគេគិតថាតើមនុស្សដូចខ្ញុំនឹងទៅបរមសុខនៃនិព្វានដោយរបៀបណាទេមិនអាចទេតើខ្ញុំអាចបានឈានដោយរបៀបណាតើមនុស្សដូចខ្ញុំនឹងអាចទម្លុះធម៌ដ៏ជ្រាលជ្រៅដោយរបៀបណាប៉ុន្តែព្រះពុទ្ធសម្ដែងថាអ្នកអាចព្រោះអ្នកមានទំនុកចិត្តនិងសទ្ធារួចទៅហើយដើម្បីស្លៀកស្បង់ពណ៌ត្នោតរបស់ព្រះពុទ្ធឬក៏ដើម្បីបដិបត្តិការបង្រៀនដោយស្មោះត្រង់ក្នុងភាពជាគ្រហស្ថដាក់ចិត្តស្ដាប់ផ្នែកសំខាន់មួយនៃមាគ៌ាបន្ថែមលើសិលនិងចរណៈគឺការសិក្សាការបង្រៀនរបស់ព្រះពុទ្ធមានបន្ទូលយ៉ាងពិរោះក្នុងធម្មទេសនាជាច្រើនថាគេតាំងចិត្តស្ដាប់ដោយយកចិត្តទុកដាក់ដើម្បីឲ្យអ្វីដែលគេឮអាចចូលជ្រៅទៅក្នុងចិត្តហើយតាំងនៅពេលវាតាំងនៅជាច្រើនសប្តាហ៍ច្រើនខែឆ្នាំហើយវានឹងលូតលាស់ហើយចេញផ្លែផ្កាថ្ងៃណាមួយផ្លែនេះនឹងផ្អែមណាស់ជាផ្លែនៃការត្រាស់ដឹងពេលគេតាំងចិត្តស្ដាប់ធម៌យល់ធម៌ហើយអនុញ្ញាតឲ្យធម៌ចូលក្នុងចិត្តហាក់បីដូចជាខ្យល់ត្រជាក់ក្នុងថ្ងៃក្តៅដែលធ្វើឲ្យស្រួលខ្លួនដូច្នេះដែរគេអនុញ្ញាតឲ្យធម៌ជ្រាបចូលហើយទម្លុះចូលក្នុងចិត្តយ៉ាងជ្រៅធម៌ទម្លុះជាងគំនិតជ្រៅជាងភាពឆ្លាតវៃជ្រៅជាងចិត្តដែលចេះតែស្វែងរកកំហុសហើយជ្រៅឆ្ងាយជាងចិត្តធម្មតាប្រចាំថ្ងៃធម៌ទម្លុះចូលក្នុងផ្នែកនៃចិត្តដែលគេមិនទាន់ដឹងរងចាំនៅទីនោះរងចាំតតែតាមរយៈការបដិបត្តិសមាធិគេចូលក្នុងចិត្តដែលល្អប្រណិតស្អាតនិងល្អិតល្អន់ជាកន្លែងដែលពូជធម៌ទាំងនោះសម្រាប់រងចាំចេញជាផ្លែផ្ការងចាំផ្ដល់នៅសេចក្តីសុខនៃការត្រាស់ដឹងគេមានសទ្ធានិងទំនុកចិត្តព្រោះគេដឹងថាអ្នកដទៃបានដឹងរឿងនេះក្នុងអតីតកាលពេលខ្លះគេគិតថាធម៌មាចាជាច្រើនភិក្ខុនិងភិក្ខុនីជាច្រើនអង្គក្នុងអតីតកាលប្រហែលសុទ្ធតែជាវីរបុរសដ៏អស្ចារ្យវីរនារីដ៏អស្ចារ្យប៉ុន្តែក្នុងចំណោមពួកគេមានច្រើនអ្នកណាស់ដែលចាប់ផ្ដើមដំបូងមិនសូវខុសពីអ្នកបដិបត្តិក្នុងសម័យបច្ចុប្បន្ននេះទេពេលខ្លះបេក្ខជនដែលមិនទំនងសោះក៏បានក្លាយទៅជាអរិយបុគ្គលដ៏អស្ចារ្យដែរពួកគេបានវឹកហាត់យ៉ាងអស់លទ្ធភាពពួកគេរក្សាការព្យាយាមដើម្បីគ្រប់គ្រងចិត្តនិងធ្វើឲ្យចិត្តស្ងប់ដើម្បីនាំចិត្តទៅដល់ទីតាំងមួយគឺមូលនឹងមួយកន្លែងឯកកេតាគឺនាំទៅភាពនឹងណូក្រោយមកនៅថ្ងៃណាមួយតាមរយៈការសន្សំការព្យាយាមរបស់ពួកគេការសន្សំការបដិបត្តិសិលរបស់ពួកគេការសន្សំការបដិបត្តិសមាធិរបស់ពួកគេពេលខ្លះជាសមាធិទាំងងប់ងុយហើយពេលខ្លះទៀតជាសមាធិទាំងរវើរវាយយ៉ាងណាក៏ដោយតាមរយៈការសន្សំការសិក្សារបស់គេនិងតាមរយៈមនសិការរបស់គេ
នឹងតាមរយៈគតិបណ្ឌិតបន្តិចបន្តួចរបស់គេចុងក្រោយគេបានជោគជ័យក្នុងការវាយបំបែករនាំងដែលបាំងគេពីគោលដៅម្ដងមួយដំណក់ព្រះពុទ្ធប្រៀបធៀបការបដិបត្តិធម៌ទៅនឹងដំណក់ទឹកដោយស្រក់ចូលក្អមម្ដងមួយដំណក់ដូច្នេះដែរពេលមួយនឹងមកដល់គឺជាពេលដែលនៅសល់តែមួយដំណក់ទៀតទេទឹកនឹងពេញក្អមហើយហៀចេញមកក្រៅព្រះធម៌ត្រូវបានឃើញគ្មាននរណាម្នាក់ដឹងទេថាពេលណាទើបដំណក់ទឹកចុងក្រោយនេះមកដល់មនុស្សធម្មតាអ្នកមិនបានត្រាស់ដឹងមិនដឹងទេថាទឹកកំពុងតែស្រក់ចូលដើម្បីបំពេញក្អមព្រោះរឿងនេះស្ថិតនៅក្នុងផ្នែកមួយនៃចិត្តដែលគេមិនទាន់បានទៅដល់ប៉ុន្តែម្ដងបន្តិចទឹកកំពុងតែបំពេញក្អមមានថ្ងៃណាមួយវានឹងពេញព្រៀបហើយវានឹងហូរស្រោចចូលក្នុងចិត្តដូចតែអ្នកកំពុងដឹងពេលនេះហើយរឿងនេះនឹងនាំគេទៅកាន់ប្រភពទៅកាន់បណ្ដូលនៃចិត្តដែលជាធម្មតាត្រូវបានបាំងចិត្តដោយភាពកិលេសនិងឧបសគ្គផ្សេងជាច្រើននេះជាពេលដែលគេចាប់ផ្ដើមឃើញប្រភពដែលព្រះពុទ្ធឲ្យឈ្មោះថាជាងផ្ទះដែលជាអ្នកបង្កឲ្យមានកំណើតនិងសេចក្តីទុក្ខហេតុនេះមិនថាអ្នកជាព្រះសង្ឃឬក៏ជាគ្រហស្ថកាន់សិលក៏ដោយអ្នកមិនគួរបោះបង់ការព្យាយាមទេមិនត្រូវបោះបង់ការវឹកហាត់ទេនេះជាពាក្យពេចន៍មួយដែលគេឃើញមានរហូតកាលណាគេនិយាយអំពីការបង្រៀនរបស់ព្រះពុទ្ធបើគេបោះបង់ការវឹកហាត់សិលសមាធិនិងបញ្ញានោះគេគ្មានឱកាសនឹងជោគជ័យទេប៉ុន្តែបើគេបន្តជាមួយនឹងការវឹកហាត់បើគេបន្តដើរតាមការណែនាំរបស់ព្រះពុទ្ធគេនឹងរកឃើញថាការវឹកហាត់នេះនាំផ្លូវតែមួយគឺនាំទៅនិព្វានសារនេះត្រូវបានគេវេចខ្ចប់ទុកយ៉ាងល្អក្នុងដំបូន្មានមួយក្នុងចំណោមដំបូន្មានល្អជាច្រើនដែលខ្ញុំធ្លាប់ទទួលបានដំបូន្មានពីព្រះសង្ឃស្រីលង្កាមួយអង្គដ៏គួរឲ្យគោរពជាដំបូងដែលខ្ញុំតែងតែឲ្យតម្លៃនិងរក្សាទុកក្នុងចិត្តជានិច្ចលោកបានប្រាប់ខ្ញុំថាចុងបញ្ចប់នៃថ្ងៃនីមួយវាមិនសំខាន់ណាស់ណាទេថាអ្នកបានទៅដល់ដំណាក់កាលអ្វីឬអ្វីដែលអ្នកបានទទួលនោះអ្វីដែលសំខាន់គឺតើគេពិតជាបានបដិបត្តិឲ្យអស់លទ្ធភាពក្នុងថ្ងៃនោះទេគេពិតជាបានព្យាយាមឲ្យអស់លទ្ធភាពឬគេបន្ធូរបន្ថយហើយធ្វេសស្មារតីភ្លេចការបង្រៀនរបស់ព្រះពុទ្ធហើយភ្លេចសទ្ធារបស់ខ្លួនដែលជឿថាការបង្រៀនទាំងនេះពិតជានាំទៅនិព្វានប្រសិនបើមុនចូលគេងអ្នកនឹកគិតឡើងវិញហើយដឹងថាអ្នកបានព្យាយាមអស់ពីលទ្ធភាពនោះអ្នកកំពុងតែសន្សំគុណសម្បត្តិផ្លូវចិត្តនៅខាងក្នុងអ្នកកំពុងតែបំពេញដំណក់ទឹកដ៏មានតម្លៃហើយអ្នកកំពុងតែទៅចិត្តដល់គោលដៅហើយដោយបន្តតាមរបៀបនេះវានឹងកើតឡើងហើយវាត្រូវតែកើតឡើងគឺថាការត្រាស់ដឹងនឹងមកដល់ផងដែរគំនិតបែបនេះគឺជាវិធីសាស្ត្រនៃការអភិវឌ្ឍសទ្ធាចំពោះការបង្រៀនរបស់ព្រះពុទ្ធលើកទឹកចិត្តមនុស្សឲ្យមានសទ្ធាដែលប្រើប្រាស់រង្វាន់ជាការលើកទឹកចិត្តជាការជំរុញធ្វើឲ្យមនុស្សស្ងប់ចិត្តព្រោះដឹងថាមាគ៌ានេះមានផលមែនមិនត្រឹមតែប៉ុណ្ណោះទេព្រះអង្គក៏ប្រើប្រាស់ដំបងសម្រាប់ពិន័យផងដែរដំបងត្រង់នេះគ្រាន់តែជាការដឹងនិងឃើញដោយបញ្ញានៅផលនៃការដើរលើផ្លូវខុសការចូលក្នុងពិភពនៃចំណង់និងការស្រែកឃ្លាននៃការខកខានចិត្តនិងភាពអន្ទះអន្ទែង
ចូលក្នុងពិភពនៃសេចក្តីទុក្ខចូលក្នុងពិភពនៃកំណើតបន្ថែមទៀតហើយមានកំណើតមិនច្បាស់លាស់កំណើតមិនច្បាស់លាស់បង្កើតលទ្ធផលមិនច្បាស់លាស់ហើយពេលខ្លះពោពេញទៅដោយទុក្ខនិងទរណកម្មយ៉ាងខ្លាំងក្លារឿងនេះគ្រប់គ្រាន់បើនិយាយពីដំបូងពីន័យព្រោះវាផ្ដល់អារម្មណ៍នៃការភ័យខ្លាចជាកុសលឧត្តបៈការភ័យខ្លាចផលនៃការបញ្ឈប់ការព្យាយាមនៃការមិនបន្តដើរតាមមាគ៌ានេះនៃការមិនបន្តលូតលាស់បើទោះបីជាលទ្ធភាពនៅអនុគ្រោះឲ្យក៏ដោយវាមិនសំខាន់ទេថាអ្នកនៅទីណាលើមាគ៌ានេះដរាបណាអ្នកកំពុងតែឈានជំហានទៅមុខដរាបណាទឹកមួយដំណក់ត្រូវបានទម្លាក់ចុះដើម្បីបំពេញក្អមដ៏ធំក្នុងខ្លួនអ្នកបើអ្នកកំពុងតែធ្វើរឿងនេះអ្នកនៅក្នុងវត្តមាននៃនិព្វានក្នុងន័យថាអ្នកកំពុងដើរលើមាគ៌ាដែលនាំទៅនិព្វានសិលព្រះពុទ្ធនិងអរិយបុគ្គលទាំងអស់តែងទូន្មានថាមាគ៌ានោះគឺជាអរិយមគ្គអង្គ8ជាមាគ៌ានៃសិលសមាធិនិងបញ្ញាដើរលើមាគ៌ាសិលមានន័យថាអ្នកនឹងមិនធ្វើបាបជីវិតណាមួយទេគេរស់នៅដោយចិត្តប្រកបដោយបំណងប្រាថ្នាចង់ឲ្យភាវៈរស់ទាំងអស់បានសុខភាពស្រទន់របស់ចិត្តនេះតកតងនឹងសុខមាលភាពនៃភាវៈរស់ទាំងអស់មិនថាគេនៅទីណាឡើយរាប់បញ្ចូលទាំងខ្លួនឯងផ្ទាល់ផងដែរសិលត្រូវតែបានធ្វើឲ្យល្អឥតខ្ចោះវាមិនគ្រប់ទេដែលគ្រាន់តែសិលត្រឹម90ឬ95%ឬសូម្បីតែ99%ក៏ដោយសិលរបស់គេត្រូវតែបានបរិសុទ្ធដែលផ្ដើមចេញពីសទ្ធាព្រះពុទ្ធសម្ដែងថាសិលជាគ្រឹះរបស់មាគ៌ាសិលជាផែនដីដែលផ្នែកផ្សេងទៀតនៃអរិយមគ្គអង្គ8ឈរនៅពីលើបើផ្នែកនេះនៃមាគ៌ាទន់ខ្សោយបើគេជ្រើសរើសយកសេរីភាពក្នុងសិលរបស់ខ្លួនហើយបន្ធូរបន្ថយច្បាប់នោះវានឹងធ្វើឲ្យសមាធិចុះខ្សោយនឹងបង្កើតឧបសគ្គរារាំងបញ្ញាមិនឲ្យកើតឡើងទេអាស្រ័យហេតុនេះដោយមកពីសទ្ធានិងការទុកចិត្តលើការបង្រៀនរបស់ព្រះពុទ្ធនិងការបង្រៀនរបស់ព្រះភិក្ខុនៃដ៏អស្ចារ្យជាច្រើនគេតាំងចិត្តស្ថិតនៅកន្លែងដែលជ្រៅជាងកិលេសខ្ញុំត្រូវលើកទ្រសិលទាំងនេះហាក់បីដូចជាប្រអប់ដែលពេញទៅដោយគ្រឿងអលង្ការដូច្នោះដែរខ្ញុំត្រូវតែលើកសិលទូលលើក្បាលខ្ញុំត្រូវតែឲ្យតម្លៃសិលនិងការពារសិលទាំងនេះចេញមកពីព្រះពុទ្ធគ្រូសមាធិមួយអង្គធ្លាប់ប្រាប់សិស្សរបស់ខ្លួនថាភិក្ខុគួរតែថែរក្សាបានដោយចាត់ទុកដូចជាព្រះកេសរបស់ព្រះពុទ្ធដែរគេគួរសម្លឹងមើលសិលហាក់បីដូចជាអ្វីដែលនៅលើព្រះកេសរបស់ព្រះពុទ្ធឬក៏ខ្ពស់ជាងនោះក៏បានដែរគេគួរតែកាន់សិលដោយការគោរពបែបនេះហើយឲ្យតម្លៃសិលយ៉ាងខ្លាំងពោលគឺគេនឹងមិនហ៊ានប្រឆាំងដោយចេតនាទេចំពោះសិលដំបូន្មានឬសេចក្តីប្រកាសដែលចេញពីព្រះសម្មាសម្ពុទ្ធឡើយចុងក្រោយពេលគេអភិវឌ្ឍសមាធិនិងបញ្ញាយ៉ាងល្អប្រសើរជាងមុនសទ្ធានិងទំនុកចិត្តដែលគេមានចំពោះការបង្រៀនរបស់ព្រះពុទ្ធនឹងលូតលាស់ដល់កម្រិតមួយដែលគេនឹងមិនបំពានសិលទាំងនេះទេទោះបីជាត្រូវបាត់បង់ជីវិតក៏ដោយវានឹងទៅជាស្ទើរតែមិនអាចទៅរួចក្នុងការធ្វើរឿងនឹងចិត្តឲ្យតម្លៃសិលយ៉ាងខ្ពស់ព្រោះសិលចេញពីព្រះតថាគតព្រោះសិលនាំទៅនិព្វានហើយព្រោះថាសិលជួយបង្កើនថាមពលចិត្តដើម្បីទទួលបានសមាធិ
សិលបើកទ្វារឲ្យសមាធិចូលមកដំបូងគេគ្រាន់តែមានទំនុកចិត្តនិងសទ្ធាធម្មតាទេប៉ុន្តែជាមួយនឹងការយល់ដឹងជាមួយនឹងគតិបណ្ឌិតយ៉ាងជ្រៅទំនុកចិត្តនិងសទ្ធារបស់គេត្រូវបានបំលែងមិនត្រឹមតែជាសេចក្តីស្រឡាញ់ឬការធ្វើសក្ការៈទេប៉ុន្តែវាត្រូវបានបំលែងទៅជាអ្វីដែលខ្ពស់ជាងនិងជ្រៅជាងនេះសទ្ធាត្រូវបានបំលែងទៅក្នុងការគោរពដ៏ជ្រាលជ្រៅចំពោះរបស់ដែលខ្ពស់ជាងអ្វីទាំងអស់ដូចនៅក្នុងរតនសូត្រមានពោលថាអ្នកទេអ្នកធម្មអ្នកសមត្ថិកិច្ចៈគ្មានអ្វីស្មើនឹងធម៌ទេគេដឹងច្បាស់ថាធម៌មានតម្លៃជាងអ្វីទាំងអស់ក្នុងពិភពលោកទាំងមូលគេនឹងមិនដែលបំពានធ្វើឲ្យខូចឬបន្ថោកតម្លៃឬក៏មើលងាយសិលឡើយដោយសិលទៅជាខ្លាំងក្លាក្នុងខ្លួនរបស់អ្នកបដិបត្តិសមាធិកើតឡើងដោយឯងវាកើតឡើងដោយមកពីចិត្តទៅជាបរិសុទ្ធខ្លាចជាបរិសុទ្ធមានន័យថាខ្លាចទៅជារួចរដោះពីកិលេសទាំងអស់ទង្វើជាអ្វីដែលធ្វើឲ្យចិត្តកខ្វក់ទង្វើផ្លូវកាយនិងវាចារួមនឹងគំនិតដែលនាំមុខសកម្មភាពទាំងអស់បដិបត្តិសិលមានន័យថាចាប់កាន់ចិត្តដែលត្រូវបានល្អក់កកដោយមកពីទម្លាប់នៃអកុសលសង្ខារជាប្រតិកម្មនៃមនុស្សឈួតជាប្រតិកម្មនៃមនុស្សដែលមើលមិនឃើញអ្វីសោះចិត្តត្រូវបានបាំងដោយជ័រនិងធូលីហេតុនេះវាមិនអាចមើលឃើញច្បាស់នៅសុខុមាលភាពរបស់ខ្លួនឯងនោះទេការបដិបត្តិសិលគឺជាការបំភ្លឺនិងសម្អាតចិត្តជាលើកដំបូងជូតចេញនៅធូលីនិងស្នាមប្រឡាក់ដែលគេបានសន្សំទុកក្នុងជីវិតជាច្រើនពីមុនមកអ្នកដែលដើរក្នុងសិលអ្នកដែលនិយាយនិងធ្វើទង្វើប្រកបដោយចិត្តអនុគ្រោះនិងភាពឆ្លាតវៃវាហាក់បីដូចជាគ្មានអ្វីជាការគំរាមកំហែងឬគ្រោះថ្នាក់ចេញពីពួកគេនោះទេពួកគេបញ្ចេញរស្មីនៃសម្រស់គេមានដែងម៉ាញេទិកនៃសេចក្តីសុខខាងក្នុងដែលគេពិសោធន៍ឃើញតាមរយៈសិលដែលគ្មានកិលេសរបស់គេអ្នកបដិបត្តិគ្រប់គ្នានៅលើផ្លូវនេះគួរតែដឹងអំពីសេចក្តីសុខនេះប៉ុន្តែភាគច្រើនគេដឹងតែនៅពេលនរណាម្នាក់ប្រាប់គេទេបើអ្នករក្សាសិលចូលចំណាយពេលមើលក្នុងចិត្តរបស់អ្នកជួបាយឧបករណ៍ងាកចេញពីរបស់ខាងក្រៅហើយចូលខាងក្នុងវិញគេនឹងឃើញថាសិលរបស់គេពិតជាបរិសុទ្ធណាស់ហើយជាលទ្ធផលគេនឹងទទួលបានសទ្ធានិងទំនុកចិត្តជាច្រើនក្នុងការបង្រៀនរបស់ព្រះពុទ្ធក្នុងដំណើរឆ្ពោះទៅការត្រាស់ដឹងគេឆ្លងកាត់ដំណាក់កាលជាច្រើនហើយដំណាក់កាលនីមួយនាំមកនៅសេចក្តីសុខរៀងខ្លួនអារម្មណ៍រីករាយបែបនេះជាការផ្ទៀងផ្ទាត់បន្តិចបន្តួចថាមាគ៌ានេះនាំគេទៅទិសដៅត្រូវវានឹងផ្ដល់ការលើកទឹកចិត្តហើយគេក៏សួរខ្លួនឯងថាបើនេះជាសេចក្តីសុខដែលខ្ញុំមានមកទល់ពេលនេះតើអ្វីជាសេចក្តីសុខដែលកំពុងរងចាំខ្ញុំនៅដំណាក់កាលបន្ទាប់យ៉ាងណាក៏ដោយចូលប្រយ័ត្នកិលេសក្នុងចិត្តធ្វើឲ្យគេចាកចេញពីអ្វីដែលបរិសុទ្ធទៅអ្វីដែលមិនបរិសុទ្ធគេគួរតែព្យាយាមដោយចេតនាក្នុងការចំណាំសេចក្តីសុខដ៏បរិសុទ្ធល្អិតសុខុមល្អប្រណិតនេះហើយកើតចេញពីជីវភាពដែលគ្មានការប្រឡាក់ប្រឡូកជីវិតដែលគ្មានការគំរាមកំហែងឬធ្វើបាបអ្នកដទៃប្រហែលជាអ្នកចាត់ទុកថាសិលរបស់ខ្លួនមិនទាន់ល្អឥតខ្ចោះនៅឡើយទេប៉ុន្តែអ្នកបានព្យាយាមបន្សុទ្ធវាឲ្យឥតខ្ចោះរួចទៅហើយថ្ងៃនិងម៉ោងជាច្រើនត្រូវបានចំណាយក្នុងជីវភាពដ៏បរិសុទ្ធសម្ដីដ៏បរិសុទ្ធនិងសកម្មភាពដ៏បរិសុទ្ធហេតុនេះអ្នកគួរកត់ចំណាំថា
លទ្ធផលគឺជាសេចក្តីសុខខាងក្នុងដែលគ្មានការប្រឡាក់ប្រឡូសចូលបែរមុខទៅរឿងនេះទទួលស្គាល់ថាអ្នកនឹងយល់ស្របចំពោះស្ថានភាពនេះរឿងនេះនឹងផ្ដល់ឲ្យអ្នកនៅទំនុកចិត្តបន្ថែមលើការបង្រៀនរបស់ព្រះពុទ្ធដែលបរិយាយអំពីចិត្តនិងអំពីការបដិបត្តិត្រូវតាមកាយនិងវាចាការសង្រួមឥន្ទ្រីចំណាំពាក្យឥន្ទ្រីជាភាសាបាលីនៃដើមសំដៅដល់អ្នកគ្រប់គ្រងអ្នកមានអំណាចដូចជាស្ដេចជាដើមនៅត្រង់នេះសំដៅដល់សរីរាង្គវិញ្ញាណទាំង5មានភ្នែកត្រចៀកច្រមុះអណ្ដាតនិងកាយស្បែកគេប្រើពាក្យឥន្ទ្រីក្នុងបរិបទនេះព្រោះសរីរាង្គវិញ្ញាណនីមួយៗមានអំណាចលើសលប់ជាកម្ពូលក្នុងទូនាទីរបស់វាឧទាហរណ៍ភ្នែកជាអ្នកគ្រប់គ្រងដែននៃកំហើញមានតែភ្នែកទេដែលអាចបំពេញទូនាទីនៃការឃើញបានហើយគ្មានសរីរាង្គវិញ្ញាណផ្សេងអាចជ្រៀតជ្រែកឬដើរតួនាទីជំនួសភ្នែកក្នុងរឿងនេះបានទេដោយគេបានអភិវឌ្ឍសិលនិងការសង្រួមដែលអាចចេញពីការបដិបត្តិសិលរួចហើយគេនឹងដឹងច្បាស់ថាផ្លូវដើម្បីទទួលបានភាពល្អឥតខ្ចោះក្នុងសិលគឺការសង្រួមឥន្ទ្រីគេត្រូវតែសង្រួមខ្លួនឯងក្នុងការនិយាយស្ដីការមើលនិងការស្ដាប់ហើយអ្វីក៏ត្រូវស្ដាប់គ្រប់ការសន្ទនានៅជុំវិញខ្លួនហើយអ្វីក៏ត្រូវតែដឹងថាតើពួកគេបាននិយាយអំពីអ្វីខ្លះតើពួកគេកំពុងធ្វើអ្វីវាមិនតាក់ទងនឹងអ្នកទេវាមានប្រយោជន៍ជាងបើអ្នកងាកចេញពីការសន្ទនាផ្សេងក្នុងលោកនេះងាកចេញពីសកម្មភាពរបស់មនុស្សទាំងឡាយគេមិនទាំងក្រឡេកមើលអ្វីដែលកំពុងតែកើតឡើងខាងក្រៅផងគេសុខចិត្តមើលហើយស្ដាប់សកម្មភាពផ្សេងនៅខាងក្នុងខ្លួនទៅវិញនេះជាអ្វីដែលគេហៅថាការសង្រួមជំនួសឲ្យការប្រើប្រាស់ឥន្ទ្រីងាកទៅពិភពខាងក្រៅពួកគេចាប់ផ្ដើមងាកចូលខាងក្នុងដើម្បីមើលសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេវិញដោយឥន្ទ្រីត្រូវបានសង្រួមល្អជាងមុនគេចាប់ផ្ដើមពិសោធន៍ឃើញដំណាក់កាលមួយនៃសេចក្តីសុខដែលកើតចេញពីសន្តិភាពសេចក្តីសុខដែលកើតចេញពីការសង្រួមសេចក្តីសុខដែលកើតពេលចិត្តចាប់ផ្ដើមពិនិត្យឃើញភាពស្ងប់ស្ងាត់ឥន្ទ្រីត្រូវបានធ្វើឲ្យស្ងប់ដោយសារគេការពារវាតើឥន្ទ្រីត្រូវបានការពារពីអ្វីឥន្ទ្រីត្រូវបានការពារកុំឲ្យវាពាក់ព័ន្ធនឹងពិភពលោកខាងក្រៅដែលមានទំនោរផ្ដល់ភាពរីករាយនិងការរំខានដល់ចិត្តរបស់យើងព្រះពុទ្ធបានត្រាស់ថាបើគេបដិបត្តិការសង្រួមឥន្ទ្រីគេនឹងពិសោធន៍ឃើញលទ្ធផលជាទីរីករាយបរិសុទ្ធនិងស្រស់ត្រកាលជាសេចក្តីសុខមួយដែលស្ងប់ស្ងាត់មានសន្តិភាពហើយនឹងថឹងទៀតផងអ្នកដែលបដិបត្តិមែនទែនហើយជាពិសេសអ្នកដែលរស់នៅក្នុងការបដិបត្តិនៅកន្លែងស្ងាត់គួរតែអាចដឹងពីដំណាក់កាលនៃសន្តិភាពគួរជាទីរីករាយនេះគេគួរតែរលឹកនិងកត់ចំណាំសេចក្តីសុខនេះគេកំពុងតែដើរតាមការបង្រៀនរបស់ព្រះពុទ្ធដោយរីករាយក្នុងសភាពចិត្តជាកុសលវាគ្មានគតិបណ្ឌិតគ្មានប្រយោជន៍ទេក្នុងការរីករាយចំពោះសភាពជាអកុសលក្នុងការពេញចិត្តចំពោះពិភពលោកនៃឥន្ទ្រីទាំង5នេះជាអ្វីដែលព្រះពុទ្ធបានសម្ដែងថាគេនឹងជួបគ្រោះថ្នាក់ប៉ុន្តែសម្រាប់សន្តិភាពនិងសេចក្តីសុខដែលកើតចេញពីសិលបរិសុទ្ធនិងការសង្រួមឥន្ទ្រីយ៉ាងបរិសុទ្ធចូលរីករាយនឹងវាសប្បាយនឹងវាបណ្ដោយឲ្យខ្លួនរីករាយនឹងសាទរចំពោះវាចូលរីករាយដោយចេញពីសទ្ធាចំពោះព្រះសម្មាសម្ពុទ្ធសតិនិងការយល់ច្បាស់ក្នុងការវឹកហាត់ដែលលូតលាស់ជានិច្ចការសង្រួមឥន្ទ្រីដំបូងឡើយមានតួនាទីផ្ដល់កំណើតឲ្យសតិនិងការយល់ច្បាស់លាស់នៅត្រង់នេះចិត្ត
ចាប់ផ្ដើមមានអារម្មណ៍ទទួលបានបទពិសោធន៍ដំបូងនៃសភាពដែលអាចគ្រប់គ្រងបាននៃសភាពជាម្ចាស់ជាអ្នកគ្រប់គ្រងជាធម្មតាក្នុងជីវិតរបស់យើងឥន្ទ្រីជាអ្នកគ្រប់គ្រងយើងគ្មានសេរីភាពទេឲ្យតែមានរបស់ដែលគួរឲ្យត្រេកអរភ្លាមនោះឥន្ទ្រីក៏តម្រង់ទៅរកវាភ្លាមពេលមនុស្សដ៏គួរឲ្យតាក់ទាញម្នាក់ដែលមានភេទផ្ទុយពីខ្លួនដើរកាត់ភ្នែកក៏ឆ្ពោះទៅក្នុងទិសដៅនោះភ្លាមឲ្យតែមានក្លិនឈ្ងុយចេញពីផ្ទះបាយភ្លាមនោះច្រមុះនឹងទៅរកក្លិននោះភ្លាមឲ្យតែមានការសន្ទនាដែលគួរឲ្យចាប់អារម្មណ៍ឬតន្ត្រីពីរោះភ្លាមនោះត្រចៀកទៅរករបស់ទាំងនោះភ្លាមឥន្ទ្រីជាអ្នកគ្រប់គ្រងមិនមែនចិត្តទេមិនមែនបញ្ញាទេទោះបីជាយ៉ាងណាក៏ដោយពេលគេអភិវឌ្ឍការត្រួតត្រាខ្លួនឯងដោយរក្សាឥន្ទ្រីសតិនឹងមានកន្លែងសម្រាប់លូតលាស់ចិត្តទទួលបានធម៌ពលសម្រាប់ដឹងអ្វីដែលពិតជាកំពុងតែកើតឡើងសម្រាប់ផ្ចង់សតិលើអ្វីដែលជាកុសលនិងមានប្រយោជន៍ហើយសម្រាប់ប្រឆាំងនឹងការធ្លាក់ខ្លួនវង្វេងក្នុងការជំពាក់វគ្គវិននឹងអ្វីដែលគ្មានប្រយោជន៍និងសកម្មភាពងប់ងល់ទាំងឡាយពេលការសង្រួមឥន្ទ្រីផ្ដល់កំណើតឲ្យសតិនិងការយល់ច្បាស់បែបនេះគេចាប់ផ្ដើមអភិវឌ្ឍមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលដ៏អស្ចារ្យនៃសមាធិជាកន្លែងដែលជាចុងក្រោយគេនឹងឃើញចិត្តយ៉ាងច្បាស់លាស់តាមសភាពពិតប្រាកដរបស់វាសមាធិនិងបញ្ញាមិនថាអ្នកគិតថាវាជាអ្វីទេតាមពិតវាមិនអញ្ចឹងទេវាជារឿងមួយផ្សេងទៀតក្នុងព្រះសូត្រជាច្រើនពេលខ្លះយើងឃើញឃ្លាខ្លីៗប្រកបដោយសារៈសំខាន់ដ៏អស្ចារ្យឃ្លានោះមិនថាអ្នកគិតថាវាជាអ្វីទេការពិតវាមិនអញ្ចឹងទេវាជារឿងមួយផ្សេងទៀតនេះជារឿងមួយក្នុងចំណោមរឿងសំខាន់ជាច្រើននៃធម៌ដែលយើងជួបប្រទះមិនថាគេនឹកឃើញអ្វីនោះទេការពិតមកដល់វានឹងខ្លាចទៅជាអ្វីមួយផ្សេងទៀតរឿងនេះដូចគ្នានឹងឈានដែរហើយបញ្ញាក៏ដោយនិព្វានក៏ដោយក៏មានទំនោរដូចគ្នាដែរបន្ទាប់ពីបានពិសោធន៍ឃើញដំណាក់កាលទាំងនេះគេដឹងច្បាស់ថាការពិសោធន៍ផ្ទាល់ពិតជាខុសទាំងស្រុងពីអ្វីដែលខ្ញុំបានគិតបានអានឬធ្លាប់រលឹកទុកពីមុនចិត្តគិតមិនអាចទៅដល់ផ្នែកនៃចិត្តដែលប្រណិតនេះទេទ្រឹស្ដីទាំងអស់ក្នុងលោកនេះគ្រាន់តែជាអ្វីដែលត្រូវបានបង្កើតឡើងដោយគំនូរដុំឥដ្ឋនៃបទពិសោធន៍ដែលគេធ្លាប់មានតែប៉ុណ្ណោះតើចិត្តគិតដែលជាឧបករណ៍សើក្រោតក្រៀតនេះអាចទៅដល់ដំណាក់កាលដ៏ល្អក្នុងធម៌ដោយរបៀបណាល្អណាស់ក្នុងការចងចាំរឿងនេះព្រោះថាវាជួយដកចេញនៅជំនឿនិងទំនុកចិត្តរបស់គេក្នុងចិត្តគិតយើងហាក់បីដូចជាផ្ដល់ជំនឿច្រើនពេកក្នុងលទ្ធភាពរបស់យើងក្នុងការនឹកគិតច្រើនហួសហេតុរហូតទាល់តែយើងបង្ខាតពេលវេលាក្នុងការជជែកវែកញែកពីទ្រឹស្ដីថាតើនរណាខុសនរណាត្រូវជំនួសឲ្យការឈានជំហានលើការបដិបត្តិដែលនឹងធ្វើឲ្យយើងអាចឃើញនិងដឹងការពិតលើសពីទ្រឹស្ដីដោយសទ្ធាចំពោះព្រះសម្មាសម្ពុទ្ធការងារនិងកាតព្វកិច្ចរបស់គេគឺដើម្បីប្រើចិត្តគិតត្រង់កន្លែងដែលសមរម្យហើយទម្លាក់វាចោលត្រង់ទីតាំងដែលវាគ្មានកន្លែងនៅដែលវាមិនទៅដល់ដែលវាគ្មានសិទ្ធនៅកន្លែងដែលវាគ្មានសិទ្ធនៅគឺដំណាក់កាលទាំងឡាយដែលហួសវិស័យបទពិសោធន៍របស់មនុស្សធម្មតាឧត្តរមនុស្សធម៌មានដូចជាឈានបញ្ញានិងនិព្វាននៅទីនេះចិត្តគិតត្រូវបានទម្លាក់ចោលប៉ុន្តែជាដំបូងរឿងនេះត្រូវតែផ្ដើមចេញពីសទ្ធា
សទ្ធាចំពោះការបង្រៀនរបស់ព្រះពុទ្ធក៏ដូចជាអរិយបុគ្គលទាំងឡាយផងដែរអ្វីដែលខ្ញុំចង់សម្ដៅអំពីសទ្ធាគឺថាគេឲ្យតម្លៃការបង្រៀនរបស់ព្រះពុទ្ធខ្លាំងណាស់ពោលគឺគេអនុញ្ញាតឲ្យការបង្រៀនចូលក្នុងចិត្តរបស់គេថ្ងៃមួយពេលគេនៅចិត្តសមាធិឬបញ្ញាការបង្រៀនទាំងនោះនឹងមានផ្លែផ្កាហើយគេនឹងបោះបង់ចិត្តគិតចោលអ្វីដែលបង្កើតការជំពាក់វាវិននិងគំនិតទ្រឹស្ដីហៅថាភាពរីមាយបបញ្ចៈជាសភាពដ៏គ្រោកគ្រាតរបស់តណ្ហាដោយបានបោះបង់បបញ្ចៈចិត្តคล้ายទៅជានឹងហើយស្ងប់គេទៅហួសស្បៃរនាំងហើយទៅនៅខាងក្រោយប្រភពនៃបញ្ហាភាសានៃអត្តភាពនិងភាពអាត្មានិយមស្ដែងចេញជាគំនិតនិងទ្រឹស្ដីហើយរបៀបតែមួយគត់ដែលគេអាចឃើញភាពអាត្មានិយមក្នុងខ្លួននេះគឺការបំបិតមាត់វាហេតុនេះគេមិនជឿចិត្តគិតទៀតទេហើយជំនួសមកវិញគេអភិវឌ្ឍចិត្តនៃសទ្ធាចំពោះការបង្រៀនរបស់ព្រះពុទ្ធដែលថាមាគ៌ានេះអាចនាំទៅក្នុងផ្លូវតែមួយចិត្តគិតអាចនិយាយថាខ្ញុំមិនអាចធ្វើបានទេវាពិបាកណាស់សម្រាប់ខ្ញុំប៉ុន្តែនេះគ្រាន់តែជាសម្ដីរបស់ភាពអាត្មានិយមដែលកំពុងតែភ័យខ្លាចជាសម្ដីរបស់មាដែលនៅការពារមាកំពុងតែញ័រដោយការរីកចម្រើនរបស់យើងលើមាគ៌ាឆ្ពោះទៅនិព្វានជំនួសឲ្យការជឿលើចិត្តគិតចិត្តនៃមាគេជឿជាក់លើពាក្យរបស់ព្រះពុទ្ធនិងដំបូន្មានរបស់អរិយសាវកទាំងឡាយគេទុកចោលនៅចម្ងល់និងទ្រឹស្ដីផ្សេងៗអនុញ្ញាតឲ្យវាទៅហើយរុញវាឲ្យទៅឆ្ងាយគេទៅហួសរឿងទាំងនេះហើយរកឃើញថាព្រះពុទ្ធពិតជាបណ្ឌិតនិងបានត្រាស់ដឹងមែនព្រះអង្គពិតជាបានបង្រៀនធម៌ហើយធម៌ពិតជាមានប្រសិទ្ធភាពមែនរឿងនេះនឹងកាន់តែច្បាស់លាស់នៅពេលដែលចិត្តទៅជាស្ងប់រងាប់ចូលរុញចេញនៅចិត្តគិតហើយដាស់ចិត្តនៃសទ្ធាព្រមឲ្យវាទៅចូលយល់ព្រមឲ្យការបញ្ជាការវិតម្លៃស្ថានភាពនិងការគិតពីរឿងដែលត្រូវធ្វើបន្ទាប់ចាក់ចេញទៅចូលឲ្យធម៌មកត្រួតត្រាឲ្យធម្មជាតិនៃការបដិបត្តិមកត្រួតត្រាបើអ្នកបានបដិបត្តិសិលនិងសតិអ្នកមានមូលដ្ឋានគ្រឹះនៃសមាធិហេតុនេះចូលព្រមឲ្យវាទៅហើយអនុញ្ញាតឲ្យសមាធិកើតឡើងអនុញ្ញាតឲ្យចិត្តគ្រាន់តែផ្ចង់ឲ្យវាត្រឡប់ទៅអ្វីដែលយើងហៅថាស្ថានភាពធម្មជាតិរបស់វាចូលស្វែងរកភាពរីករាយនិងផាសុកក្នុងចិត្តខ្លួនឯងជាជាងខាងក្រៅចិត្តទៅជាគ្រប់គ្រាន់ចំពោះខ្លួនឯងសប្បាយរីករាយនឹងខ្លួនឯងហើយអាចទ្រទ្រង់ខ្លួនឯងបានដើម្បីឲ្យទ្វារពីចិត្តទៅកាន់របស់ខាងក្រៅត្រូវបានកាត់ផ្ដាច់ហើយចិត្តមិនដើរចេញក្រៅទៅរករូបសំឡេងក្លិនរសជាតិនិងការប៉ះឡើយជំនួសឲ្យរឿងនេះវាទៅបន្តលេចក្នុងខ្លួនវាលេចក្នុងភាពរីករាយដ៏មានរស្មីគេពិសោធន៍ឃើញរឿងនេះរីករាយនឹងវាហើយវាជាគតិបណ្ឌិតជាការរីករាយដ៏ល្អសទ្ធារបស់គេចំពោះព្រះពុទ្ធដែលព្រះអង្គបានត្រាស់ថាភាពរីករាយនេះគ្មានទំនោរលួចលាក់ដែលคล้ายទៅជាចំណង់ឬតណ្ហាឡើយចំណុចចាប់ដើមនៃតណ្ហាគ្រាន់តែគេចាក់ចេញពីដំណាក់កាលទាំងនេះនៃសមាធិគេអាចពិសោធន៍ឃើញការចាប់ផ្ដើមនៃតណ្ហាការចាប់ផ្ដើមនៃចិត្តដែលចេញទៅក្រៅទៅរកភាពរីករាយវាហាក់បីដូចជាដៃដែលលាតចេញទៅរកទឹកតែមួយពែងដែរគេឃើញពីមូលហេតុដែលតណ្ហានេះជារឿងឈួតសត់សាតតណ្ហាមានភាពត្រេកត្រអាជាក្រិតសម្រាប់វាស់
ការគិតទុកមុនភាពរីករាយនៃសកម្មភាពការធ្វើការបង្កើតខ្លាចជាអ្វីមួយការគ្រប់គ្រងក៏ជាកម្រិតនៃតណ្ហាដែរប៉ុន្តែនេះជាភាពរីករាយបោកប្រាស់ទេគេឃើញតណ្ហាដើរចេញទៅក្រៅហើយក៏ឃើញលទ្ធផលរបស់តណ្ហាដែរពេលគេអភិវឌ្ឍបញ្ញាតាមរយៈដំណាក់កាលដ៏មានឥទ្ធិពលនៃសមាធិហើយជំនួសឲ្យការចាត់ទុកតណ្ហាជាគំនិតឬទ្រឹស្ដីតាមសភាពខាងក្រៅគេឃើញវាហាក់បីដូចជាសត្វដែលលេចចេញពីចិត្តហើយដើរចេញក្រៅគេឃើញរឿងនេះច្បាស់លាស់ហើយគេអាចដឹងយ៉ាងច្បាស់អំពីគ្រោះថ្នាក់របស់វាផងដែរចិត្តក្រក្រៀតអាចមើលឃើញត្រឹមតែអ្វីដែលក្រក្រៀតនិងសម្បកក្រៅតែប៉ុណ្ណោះចិត្តល្អិតសុខុមផ្ទុយមកវិញអាចឃើញអ្វីដែលល្អិតល្អន់បានគេយល់ពីអ្វីដែលជាប្រភពនិងក្លឹមនៃតណ្ហាហេតុអ្វីបានជាវាប្រព្រឹត្តទៅហេតុអ្វីបានជាចិត្តត្រេកអរក្នុងតណ្ហាហើយគេក៏ដឹងពីវិបាកនៃការត្រេកអរបែបនេះដែរបន្ទាប់មកចិត្តអាចអភិវឌ្ឍឲ្យគេចេះប្រឆាំងតបនឹងសត្វដែលលេចចេញពីចិត្តដែលដើរចេញក្រៅនេះតណ្ហាជាសត្វដែលសន្យាថានឹងនាំសុភមង្គលនិងភាពរីករាយមកឲ្យយើងប៉ុន្តែចុងក្រោយវាត្រឡប់មកវិញដើម្បីខំនិងធ្វើទរណកម្មចិត្តតណ្ហាមិនស្មោះត្រង់ចំពោះពាក្យសន្យាទេវាសន្យាថាឲ្យភាពរីករាយសុភមង្គលការពេញចិត្តនិងភាពស្រណុកក្នុងចិត្តប៉ុន្តែជាចុងក្រោយនាំមកនៅទរណកម្មនិងការខកចិត្តតែប៉ុណ្ណោះចិត្តដ៏ប្រណិតអាចឃើញរឿងនេះបានចិត្តដ៏ប្រណិតអាចឃើញកន្លែងដែលតណ្ហាកើតឡើងជាលើកដំបូងវាកើតឡើងក្នុងការភ័ន្តច្រឡំអំពីខ្ញុំនិងការភ័ន្តច្រឡំអំពីរបស់ខ្ញុំនេះជាការភ័ន្តច្រឡំនៃអត្តាដែលត្រូវការភាពរីករាយនិងការពេញចិត្តតាំងពីដំបូងអារម្មណ៍នៃខ្លួនអារម្មណ៍នៃខ្ញុំជាប្រភពនៃតណ្ហាហើយគេមិនងាយយកគម្របនេះចេញទេព្រោះវាដេកសងំយ៉ាងជ្រៅនៅខាងក្នុងគេត្រូវការចិត្តដែលប្រណិតនិងល្អិតសុខុមដ៏មានឥទ្ធិពលសូម្បីតែដើម្បីឲ្យអាចទៅចិត្តប្រភពនិងអត្តន័យនៃខ្លួនឬអ្វីក៏ដោយដែលយើងចាត់ទុកថាជាខ្លួននោះក៏ចាំបាច់ត្រូវការចិត្តល្អិតសុខុមដែរនេះជារឿងដែលយើងពិបាកយល់និងឃើញណាស់ប៉ុន្តែមកពីសទ្ធានិងទំនុកចិត្តក្នុងការបង្រៀនរបស់ព្រះពុទ្ធហើយតាមរយៈការដើរតាមការបង្រៀនគេមកកាន់តែចិត្តទៅគេឃើញខ្លួនឬអ្វីដែលចាត់ទុកថាជារបស់ខ្លួនហើយគេអាចនិយាយថាគេស្ថិតនៅក្នុងវត្តមាននៃនិព្វានមែនគេឃើញខ្លួនគ្រាន់តែជាថ្ងៃបណ្តើរកូនជាអ្វីដែលបានបន្លប់ចិត្តជាច្រើនជាតិណាស់មកហើយគេឃើញរឿងនេះមិនមែនគ្រាន់តែជាគំនិតទេប៉ុន្តែជាដំណាក់កាលមួយដ៏ប្រណិតដែលពិបាកនឹងពណ៌នាប្រាប់អ្នកដទៃណាស់ភាសាមិនអាចទៅដល់កន្លែងបែបនេះទេនៅពេលដែលខ្លួននោះត្រូវបានឃើញការភ័ន្តច្រឡំនឹងត្រូវបានបំផ្លាញហើយតណ្ហានឹងត្រូវបានដកចេញទាំងឫសតណ្ហានឹងដូចជាបក្សីមួយក្បាលដែលគ្មានកន្លែងសម្រាប់សម្រាកទៀតទេវានឹងនៅតែបន្តហោះហើរលើមេឃប៉ុន្តែវាមិនអាចត្រឡប់មកសម្រាកលើមេឃឬដីទេជាចុងក្រោយវានឹងអស់កម្លាំងហើយវានឹងស្លាប់ពេលដែលចិត្តឃើញរឿងទាំងនេះឃើញធម៌ការកើតឡើងនៃរឿងទាំងអស់កន្លែងដែលវានាំទៅធម្មជាតិនៃចិត្តធម្មជាតិនៃការភ័ន្តច្រឡំពេលនោះសទ្ធានឹងត្រូវបានបំលែងទៅជាបញ្ញាវាត្រូវបានបំលែងទៅជាបទពិសោធន៍នៃធម៌ទៅក្នុងការត្រាស់ដឹងនិងបញ្ញាដ៏ខ្លាំងក្លាមនុស្សជាច្រើនឆ្ងល់ថាតើគេ
អាចបានទទួលបញ្ញាដ៏ប្រណិតនេះដោយរបៀបណាប៉ុន្តែអ្នកដែលមានសទ្ធាចំពោះព្រះពុទ្ធដឹងថាមានមាគ៌ាមួយផ្លូវមួយដែលមនុស្សអាចទទួលបានបញ្ញានេះផ្លូវនោះគឺអរិយមគ្គអង្គ8តាំងតែពីដំបូងរហូតដល់ទីបញ្ចប់វាមិនវែងណាស់ណាទេរយៈពេលក៏មិនយូរណាស់ណាដែរគេគ្រាន់តែត្រូវការអត់ធ្មត់និងធម៌ពលដែលកើតចេញពីទំនុកចិត្តតែប៉ុណ្ណោះបើធម៌ពលនោះចេញពីអារម្មណ៍នៃខ្លួនវានឹងមិនសូវបានផលទេឧទាហរណ៍បើធម៌ពលដែលគេងើបសម្រាប់ការបដិបត្តិរបស់គេចេញពីអារម្មណ៍នៃខ្ញុំនិងរបស់ខ្ញុំវានឹងមិនអាចទៅជាមានប្រសិទ្ធភាពដូចអ្វីដែលចេញពីសទ្ធាចំពោះការបង្រៀនរបស់ព្រះពុទ្ធនោះទេព្រោះយើងមានការខ្មាស់អៀនចំពោះអ្វីដែលយើងបានធ្វើកន្លងមកហើយចេះតែចង់ធ្វើវាឲ្យល្អជាងមុនបើវាជាធម៌ពលដែលចេញពីសទ្ធាវាមិនមែនជាធម៌ពលដែលចេញពីអត្តាវាជាធម៌ពលដែលចេញពីព្រះពុទ្ធបើវាជាសទ្ធាក្នុងព្រះធម៌ឬសទ្ធាក្នុងអរិយសង្ឃវាជាធម៌ពលដែលចេញពីធម៌និងអរិយសង្ឃបើគេឮធម៌ទេសនាមួយដ៏អស្ចារ្យពីអរិយបុគ្គលវានឹងផ្ដល់ឲ្យសទ្ធាកើតឡើងហើយសទ្ធានោះនឹងផ្ដល់ឲ្យមានធម៌ពលវាកើតចេញពីព្រះអរិយបុគ្គលនិងបុគ្គលជាទីគោរពជាច្រើនគឺធម៌ពលដ៏មានកម្លាំងចាក់ទម្លុះហើយដែលអាចដាស់គេដើម្បីធ្វើឲ្យសិលទៅជាគ្មានមន្ទិលធ្វើឲ្យការសង្រួមឥន្ទ្រីទៅជាល្អឥតខ្ចោះឲ្យសតិទៅជាមុតនិងនាំចិត្តទៅកាន់សមាធិមិនថាអ្នកចូលចិត្តឬអត់ទេវានឹងកើតឡើងមិនថាអ្នកគិតថាឈានជាផ្លូវទៅនិព្វានឬអត់ទេអ្នកនឹងទៅកាន់ឈានតាមធម្មជាតិនេះជាផ្នែកមួយនៃអរិយមគ្គអង្គ8ហើយវាកើតឡើងដោយខ្លួនឯងរៀបគម្រោងក៏ដោយមិនរៀបក៏ដោយការរៀបគម្រោងនឹងគ្រាន់តែធ្វើឲ្យដំណើរការមានភាពយឺតយ៉ាវតែប៉ុណ្ណោះការពិសោធន៍ឃើញឈានមកដោយឯងក្នុងចិត្តនេះជាដំណាក់កាលមួយដែលនិវរណៈផ្សេងត្រូវបានខ្ទប់ដែលសទ្ធាត្រូវបានអភិវឌ្ឍដែលភាពបរិសុទ្ធនៃសិលត្រូវបានអភិវឌ្ឍដែលការសង្រួមឥន្ទ្រីត្រូវបានអភិវឌ្ឍដែលសតិត្រូវបានអភិវឌ្ឍមិនថាគេចូលចិត្តឬអត់ទេមិនថាគេសម្រេចចិត្តចង់បានវាឬអត់ទេសុភមង្គលដែលកើតចេញពីការបដិបត្តិការត្រៀមខ្លួនទាំងនេះនឹងផ្ដល់កំណើតដល់ឈានដ៏ល្អស្អាតសិរីនៃការត្រាស់ដឹងព្រះពុទ្ធហៅឈានថាជាសិរីនៃការត្រាស់ដឹងឈានមិនមែនជារូបភាពពិតប្រាកដនៃការត្រាស់ដឹងទេប៉ុន្តែគៀកចិត្តណាស់បើនិយាយពីសមត្ថភាពរបស់ឈានក្នុងការផ្ដល់រសជាតិនៃសេរីភាពនេះក៏ហៅថាសេរីភាពនៃចិត្តដែរចិត្តតោវិមុតតិនេះជាការពិសោធន៍ឃើញសេរីភាពពិតប្រាកដលើកដំបូងសម្រាប់អ្នកធ្វើសមាធិគេបានភ្លក់រសជាតិថាតើនិព្វានតាមពិតវាយ៉ាងម៉េចចិត្តបានស្ងប់ស្ងាត់កិលេសបានទៅឆ្ងាយបើទោះបីជាវាបណ្ដោះអាសន្នក៏ដោយហើយគេពិសោធន៍ឃើញចិត្តដែលគ្មានភាពសៅហ្មងដែលគ្រាន់តែនៅក្នុងខ្លួនរបស់វាផ្ទាល់តែប៉ុណ្ណោះគេពិសោធន៍ឃើញភាពសប្បាយរីករាយកន្លែងដែលតណ្ហាមិនទៅដល់កន្លែងដែលមាសទៅជាខ្វាក់ភ្នែកការពិសោធន៍ឃើញដំណាក់កាលល្អស្អាតដែលព្រះពុទ្ធបានពណ៌នានេះផ្ដល់ជាការបញ្ជាក់ថាតើនិព្វានយ៉ាងម៉េចពេលនោះគេនឹងមិនចាំបាច់ខ្វល់ពីសទ្ធាទៀតទេការពិសោធន៍គឺមែនទែនហើយពេលនោះសទ្ធាចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃនឹងក្លាយទៅជាធំមហាសាល
មេហកតាប្រសិនបើអ្នកធ្វើសមាធិមានចម្រៀកដ៏តូចនៃទំនុកចិត្តសម្រាប់បែរចំណាប់អារម្មណ៍ទៅកន្លែងដែលព្រះពុទ្ធប្រាប់ឲ្យបែរទៅគេចាប់ផ្ដើមបើករនាងថ្ងៃបណ្ដាកូននៃអត្តាដែលគេតែងតែចាត់ទុកជាខ្ញុំឬរបស់ខ្ញុំគេក្រឡេកមើលខាងក្រោយផ្ទាំង screen ត្រង់ប្រភពនៃរឿងដែលកំពុងតែបញ្ចាំងគេឃើញពន្លឺនិង projector យ៉ាងច្បាស់ពេលនោះគេចាប់ដើមឃើញធម៌ហើយដូចតែបានរៀបរាប់មុននេះគេចាប់ដើមនឹងពីកន្លែងដែលកិលេសលេចចេញមកប្រភពនៃនិវរណៈថ្ងៃបណ្ដាកូនគឺអត្តាត្រូវបានបកមុខគេដឹងថាអវិជ្ជាជាឫសគល់នៃសេចក្តីទុក្ខការចូលក្នុងលំហបើគេជីករំលើងឫសនៃថ្ងៃបណ្ដាកូនគឺអត្តាចេញហើយឃើញច្បាស់ដោយចិត្តដែលទៅហួសចិត្តគិតដោយចិត្តដែលរួចរដោះតាមរយៈការបដិបត្តិអរិយមគ្គអង្គ8នោះនឹងមានចំណេះដឹងយ៉ាងច្បាស់លាស់គឺថាគេបានហូរក្នុងលំហហើយគេជាអ្នកបានលំហដែលប្រកបប្រជានាំគេទៅដល់ការត្រាស់ដឹងពេញបរិបូរណ៍គ្មានផ្លូវថយក្រោយទេហើយនេះជាមូលហេតុដែលគេនិយាយថានៅដំណាក់កាលនោះសទ្ធាក្នុងព្រះពុទ្ធព្រះធម៌និងព្រះសង្ឃលែងរង្គោះរង្គើតទៀតហើយវាទៅជាមានកម្លាំងខ្លាំងណាស់ខ្ពស់ហើយអស្ចារ្យពោលគឺគ្មានផ្លូវទេក្នុងលោកនេះដែលនឹងធ្វើឲ្យគេបែរខ្នងងាកចេញពីព្រះរតនត្រ័យឡើយដោយបានដឹងធម៌យ៉ាងច្បាស់ហើយគេរីករាយក្នុងធម៌ក្នុងសមិទ្ធផលហើយក្នុងលក្ខណៈពិសេសរបស់ព្រះពុទ្ធដោយព្រះពុទ្ធបានសម្ដែងថាអ្នកដែលឃើញធម៌គេឃើញតថាគតអ្នកដែលឃើញតថាគតគេឃើញធម៌នេះជាពាក្យពេចន៍ដ៏ជ្រាលជ្រៅហើយចាំបាច់ណាស់គេត្រូវតែបានឃើញធម៌ដើម្បីយល់អត្ថន័យរបស់ធម៌និយាយម្យ៉ាងទៀតបើគេពិតជាបានឃើញធម៌គេនឹងឃើញតម្លៃព្រះពុទ្ធព្រះធម៌និងអរិយសង្ឃលើសអ្វីៗទាំងអស់ទំនុកចិត្តនិងសទ្ធាក្នុងព្រះពុទ្ធបានទៅដល់កំពូលហើយក្លាយជាប្រភពយ៉ាងធំនៃភាពរីករាយនិងសុភមង្គលជាសេរីនៃសទ្ធាដ៏បរិសុទ្ធសទ្ធាជាប្រភពមិនត្រឹមតែជាធម៌ពលប៉ុណ្ណោះទេតែវាជាប្រភពនៃសុភមង្គលនិងភាពរីករាយផងដែរភាពរីករាយនិងសុភមង្គលដ៏បរិសុទ្ធនេះគ្មានកំហុសគ្មានអ្វីគួរឲ្យខ្លាចទេវាជាអាងទឹកដែលគេអាចផឹកបានជាកន្លែងដែលគ្មានការបំពុលហើយគ្មានអ្វីដែលនឹងនាំឲ្យកើតជារបួសឬជំងឺឡើយហេតុនេះសទ្ធាជាឧបករណ៍ដ៏មានថាមពលហើយសង្សារវដ្តសទ្ធានឹងទាញគេចាប់ពីចំណុចផ្ដើមរហូតដល់ចំណុចបញ្ចប់គឺសេរីភាពនៃការរួចរដោះអវាទដូចដែលបានរៀបរាប់មុននេះបន្តិចផ្ដើមដំបូងសទ្ធារបស់អ្នកអាចទន់ខ្សោយហើយត្រូវបានវាយលុកដោយកិលេសប៉ុន្តែជាគ្រាន់តែចាប់អារម្មណ៍មើលពេលអ្នកដើរតាមអរិយមគ្គអង្គ8តើដំណាក់កាលនីមួយធ្វើឲ្យកម្រិតនៃសេចក្តីសុខកើនឡើងដោយរបៀបណាការពិសោធន៍នៃសុភមង្គលនេះជារបស់ពិតហើយវាតែងតែមានសម្រាប់ឲ្យយើងទៅរកគ្រប់ពេលវេលាឲ្យតែយើងចាប់អារម្មណ៍វាដូចជាមិត្តភក្តិដែលមើលមិនឃើញដែរដែលគេមិនសូវឲ្យតម្លៃហើយវាជាទូទៅមិនសូវចាប់អារម្មណ៍វានឹងផ្ដល់កំណើតឲ្យសទ្ធាដែលជឿថាការបដិបត្តិនេះមានប្រសិទ្ធភាពហើយដោយសទ្ធាត្រូវបានស្ថាបនាឡើងវានឹងជួយជំរុញអ្នកលើមាគ៌ានេះអ្នកស្ថិតនៅក្នុងវត្តមាននៃនិព្វានព្រោះថាអ្នកកំពុងតែបដិបត្តិអរិយមគ្គអង្គទាំង8ទំនុកចិត្តក្នុងការពិតនេះ
ប្រហែលជាអាចជំរុញឲ្យចិត្តទទួលស្គាល់ថានិព្វានលាក់បាំងក្រោមស្បៃដ៏ស្តើងមួយតែប៉ុណ្ណោះអ្នកប្រហែលជាគ្រាន់តែទទួលបានរង្វាន់ដែលនឹងលើកទឹកចិត្តអ្នកដើម្បីទៅឲ្យហួសហើយទទួលបានឈានទទួលបានបញ្ញានិងក្លាយជាអរិយបុគ្គលមួយអង្គបន្ទាប់មកអ្នកនឹងដឹងច្បាស់ថាវាមិនច្រើនណាស់ណាទេមិនពិបាកណាស់ណាទេគ្រាន់តែឈានមួយជំហានទៅមុខចូលក្នុងចិត្តហើយមួយជំហានទៅខាងក្រោយនៃរនាំងការពាររបស់មោហៈគឺអត្តាតែប៉ុណ្ណោះ